ស្ដីពុកម៉ែបងប្អូននេះការងារដែលខ្ញុំធ្វើការរាល់ថ្ងៃខ្ញុំធ្វើការឲ្យចិនដែរទេប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាផ្នែកខាងដំឡើងទ្វារបងប្អូននេះផ្នែកខាងដំឡើងទ្វារនេះកម្មករប្រុសគេឲ្យ$15ចុះតាមខេត្តនេះនៅក្នុងខេត្តបាត់ដំបងបងប្អូនហើយចំណែកជាងគេឲ្យ$20ជាងចេះដំឡើងទ្វារដែកហើយស្រីអូគីយកដែរពុកម៉ែបងប្អូនស្រី$12កន្លះហើយមានកន្លែងស្នាក់នៅមានអីបងប្អូនទឹកភ្លើងអីប្រើគ្រប់គ្រាន់ហើយការងារនេះអត់សូវប៉ះក្តៅហ្មងទេបងប្អូនពេលដែលគេធ្វើអាគារអីហើយ70%អីបានយើងយកមកដាក់អញ្ចឹងណាបងប្អូនយើងតម្លើងទ្វារហ្នឹងមកលុបទាំងអស់ជួនកាលនេះតម្លើងមានម៉ាស៊ីនត្រជាក់មានអីចឹងដែរបងប្អូនកន្លែងខ្លះក៏អត់មានកន្លែងខ្លះក៏មានចឹងទៅហើយការងារនេះបាទអាគារទៀតត្រឹម3ជាន់អីបងប្អូននៅបន្តិចនៅពេលដែលលើកទ្វារឡើងលើតែបើសិនតែអាគារចាប់ពី10ជាន់ឡើងស្រួលវិញបងប្អូនអាហ្នឹងគេប្រើចតើយន្តយើងអត់ពិបាកលីឡើងទេហើយចតើយន្តបងប្អូនដឹងហើយគេមិនបំរើការទៅយើងឯណាគេបំរើការទូទៅចឹងហើយនាំតែយើងបានមួយជើងបើអ្នកចេះហូបបរិយអស់ពីដើមអីមិនទាន់បានទៅដល់លើហើយបងប្អូននេះការងារចុងក្រោយលាបជើងក្រោមទ្វារនេះដៃអ៊ីណុកបងប្អូនប៉ុន្តែខាងខុនដូគេអត់ទៅកាយអ៊ីណុកទេគេឲ្យខ្ញុំលាបថ្នាំពណ៌ខ្មៅវិញហើយការងារនេះបញ្ជាក់បងប្អូនមិនមែនការងារខ្ញុំទេការងារចិនធ្វើការឲ្យចិនណែវីដេអូនេះខ្ញុំអត់មានកាត់តបងប្អូនខ្ញុំថតជាក់ស្ដែងឲ្យបងប្អូនមើលតែម្ដងនេះកាលយើងអត់ទាន់លាបបងប្អូនចាំមើលពេលលាបហើយទៅចេញផ្សេងទៀតបងប្អូននេះថ្នាំពណ៌ខ្មៅឥឡូវលាបនេះបងប្អូននេះមិនមែនមេជាងទេណាកូនជាងតម្លៃ$15លាបប៉ុន្តែការងារនេះមិនថាមេជាងកូនជាងតម្លៃ15ឬ$20ទេបងប្អូនលាបទាំងអស់គ្នាណែលាបទាំងអស់ហើយនេះការងារថែម៉ោងពេលយប់បងប្អូនថ្ងៃធ្វើផ្សេងយប់ធ្វើថែម៉ោងលាបថ្នាំអីចឹងទៅបងប្អូនពេលថែម៉ោងចិនគាត់អត់បានមកពិនិត្យមើលយើងមកឬទេប៉ុន្តែការងារនេះវាមិនមែនស្រួលទាំងអស់ទេបងប្អូនចិនខ្លះគឺគាត់ពិបាកដែរប៉ុន្តែសម្រាប់ចិនផ្នែកខាងតម្លើងទ្វារដែលខ្ញុំធ្វើរាល់ថ្ងៃនេះអត់ពិបាកទេចិននេះស្រួលឲ្យតែយើងធ្វើការឲ្យគាត់កុំតែយើងខ្ជិលគាត់ស្រួលដែរហើយនឹងនេះបងប្អូនពេលលាបហើយគឺចេញបែបហ្នឹងពណ៌ខ្មៅអញ្ចឹងហើយមុននឹងលាបយើងកុំឲ្យប្រឡាក់ការ៉ូគេយើងក្រាវกระดาษអញ្ចឹងបងប្អូនក្រាវกระดาษហើយវីដេអូនេះខ្ញុំបង្ហាញបងប្អូនតែប៉ុណ្ណឹងបើបងប្អូនចង់មកធ្វើការជាមួយចិនផ្នែកខាងដំឡើងទ្វារមិនថាចិននេះឬក៏ចិនផ្សេងទេបងប្អូនអាចមើលពីរបៀបធ្វើពួកខ្ញុំនេះហើយអាចបើមានចំណាប់អារម្មណ៍អាចដើររកការងារខាងហ្នឹងធ្វើទៅបងប្អូនសនុកសុខស្រួលដែរទេមិនជាពិបាកទេមិនជាហត់នឿយទេហើយលុយកាក់ក៏បើកស្រួលដែរបងប្អូនអញ្ចឹងអរគុណ